ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងគ្នាមកវីដេអូថ្មីទៀតដែរពុកម៉ែបងប្អូនហើយវីដេអូនេះផងដែរគឺខ្ញុំទៅធ្វើការនៅឆ្ងាយពីផ្ទះនៅជិតជើងភ្នំណាសារទៅហៅស៊ឺតកាខ្ញុំគាត់មាននៅឆ្ងាយដែរហើយពេលដែលខ្ញុំថតនេះគឺពេលល្ងាចឯងបងប្អូនទាំងគ្នាដែលសារតែយើងធ្វើហើយយើងទៅក៏រងចាំតកាគាត់មកយកទៅផ្ទះវិញណាហើយពេលដែលរងចាំតកាអញ្ចឹងគឺជាឱកាសរបស់ខ្ញុំហើយខ្ញុំក៏បានថតវីដេអូឲ្យបងប្អូនទាំងគ្នាមើលពីទេសភាពជុំវិញហៅស៊ឺនៅចិត្តស្រែគេហ្នឹងបងប្អូនហើយដោយសារថ្ងៃហ្នឹងមិនអត់មានភ្លៀងបងប្អូនមេសាឡាល្អមែនតែនហើយពេលល្ងាចអញ្ចឹងទៅទោះបីបាក់ថ្ងៃប៉ុណ្ណឹងក៏អត់ក្តៅដែរបងប្អូនដោយសារតែអាកាសធាតុខែហ្នឹងវារៀងត្រជាក់តិចហើយតែមិនទាន់ត្រជាក់ខ្លាំងទេណាបងប្អូនតែមិនដូចខែកដឹកនៅស្រុកខ្មែរយើងទេដល់ថ្ងៃណាខ្លះទៅក៏វាចុះត្រជាក់ខ្លាំងអញ្ចឹងទៅហើយម្នេះគឺជាហៅស៊ឺខ្ញុំតែម្ដងខ្ញុំធ្វើការប្រចាំណាបងប្អូនអរគ្នាហើយនៅចិត្តភ្នំអញ្ចឹងឯងហើយគ្នាខ្ញុំមក4នាក់ហ្នឹងបងប្អូនមានខ្លាំងអង្គុយចាំតកែខ្លាំងយកសម្រាប់យកអីចាក់ចោលអញ្ចឹងទៅហើយបងប្អូនមួយទៀតហ្នឹងឲ្យទៅតម្លាក់ជើងហៅស៊ឺដើម្បីកុំឲ្យទឹកបន្លែនឹងងាប់អញ្ចឹងបងប្អូនដោយសារតែតិចអញ្ចេះតកែខ្ញុំក៏ចាប់ផ្ដើមតម្លាក់ជើងហៅស៊ឺឲ្យបងប្អូនតម្លាក់2ជាន់ណាឥឡូវព្រោះតែប្រហែលផ្លេចតម្លាក់ហ្នឹងអាចធ្វើឲ្យបន្លែយើងងាប់បាត់អស់លេងបាន3ហើយអញ្ចឹងណាបងប្អូនហើយដោយសារតែយើងរងចាំតកែអញ្ចឹងអត់មានប្របាក់អីទេបងប្អូនអង្គុយចាំគាត់ទៅគាត់មកស្មើម៉ានយើងទៅស្មើហ្នឹងអញ្ចឹងណាបងប្អូនអរគ្នាហើយខ្ញុំនឹងឃើញការធាតុល្អហើយទេសភាពស្អាតចេះបងប្អូនណានិយាយថាថតមិនចង់ដាក់ទូរស័ព្ទចុះទេរួចបងប្អូនឃើញស្រាប់អញ្ចឹងនេះហៅស៊ឺអញ្ចឹងរាប់ហ្នឹងគឺភ្នំអីអញ្ចឹងបងប្អូនអរគ្នាហើយឆ្នាំហ្នឹងមិនដឹងមិនមកទេបងប្អូនដឹងតិចប៉ុណ្ណាទេបើទៅតែខែ10ចុងខែ10អញ្ចេះលេងតិចម្លឹងហើយនៅកន្លែងខ្ញុំធ្វើការហ្នឹងបងប្អូនទាំងគ្នានៅចិត្តហ្នឹងក៏មានហៅស៊ឺខ្មែរយើងធ្វើការនៅចិត្តហ្នឹងដែរនិយាយទៅគឺនៅតំបន់ខ្ញុំនៅនេះបងប្អូនទាំងគ្នាគឺសបោខ្មែរមែនទែនដើរសឹងជាន់ជើងគ្នាជាពិសេសពេលតម៉ាតទៅអីយើងខ្វះទេខ្មែរយើងក៏ទៅទិញម្ហូបទិញបន្លែដែរអញ្ចឹងណាសម្បីតាណាហៅស៊ឺនៅផ្ទះខ្ញុំនៅនោះក៏មានហៅស៊ឺតកែគាត់យកខ្មែរមកធ្វើការដែរអញ្ចឹងបងប្អូនទាំងគ្នាហើយពេលដែលយើងឈប់បេះឈប់អីហើយបងប្អូនល្ងាចអញ្ចឹងគេលើកម៉ាងអាខ្មៅនោះឡើងលើវិញហើយដោយសារតាអត់លើកទៅខ្លាចបន្លែត្រជាក់ពេកតកែខ្ញុំក៏មិនសូវ take care កូនចៅទេបងប្អូនក៏ take care តែបន្លែរបស់គាត់ទេពេលដែលខែត្រជាក់អញ្ចឹងបើយើងតម្លាក់អាម៉ាងខ្មៅដបូលហ្នឹងទៅគាត់ខ្លាចបន្លែគាត់នឹងល្ងាណាជួនកាលគាត់អត់ចង់ឲ្យយើងតម្លាក់អីបងប្អូនគាត់ថាត្រជាក់អញ្ចឹងបន្លែល្ងាបន្លែងាប់អីចឹងណាតែបើកូនចៅក្តៅឬក៏ត្រជាក់អីអូតកែអត់មានខ្វាយខ្វល់ទេហើយកូនចៅនេះអត់ទេតែក្តៅតម្លាក់ម៉ាងហើយអត់មានខ្វល់ពីតកែទេហើយបងប្អូនគាត់ថាខ្ញុំធ្វើការនៅនេះមើលទៅសប្បាយរីករាយបងប្អូននៅនេះមានអីបងប្អូនអរគ្នាថ្ងៃខ្លះក៏សប្បាយរីករាយអញ្ចឹងទៅថ្ងៃខ្លះក៏កាត់ទុកអញ្ចឹងបងប្អូនហើយពេលសកម្មភាពដែលខ្ញុំថតឲ្យបងប្អូននេះពេលតែសប្បាយរីករាយពេលដែលយើងតនេអញ្ចឹងទៅយើងចេះតែថតបានឲ្យបងប្អូនមើលទៅនេះបើសិនជាថ្ងៃណាតកែគេកំងបន្លែច្រើនអីគ្មានពេលបានកាន់ទូរស័ព្ទទេបងប្អូនអើយហើយអង្គុយចាំតកែនឹងយូរដែរណាបងប្អូនបើតកែខ្ញុំក៏នៅឆ្ងាយអញ្ចឹងមកយក4-10នាទីអញ្ចឹងទៅចាហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯណាបងប្អូនអរគ្នាអរគុណច្រើនចាំជួបគ្នាវីដេអូក្រោយទៀតជូនពរសំណាងល្អទាំងអស់គ្នាបងប្អូនបាយ